ខ្ញុំកណាសូមក្រាបថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមជម្រាបសួរចំពោះប្រិយមិត្តដែលកំពុងទស្សនានៅ page CN Channel News page សំរោង News និង account Facebook ឡាយសំរោងរួមទាំង YouTube ឡាយសំរោងខ្ញុំកណាខ្ញុំសូមលើកយកប្រធានបទពាក់ព័ន្ធនឹងតើកម្ពុជាគួរមានផែនការដូចនេះខ្លះដើម្បីជៀសវាងការពឹងលើជំនួយបរទេសជារៀងរាល់ឆ្នាំប្រទេសកម្ពុជាតែងតែត្រូវការជំនួយបរទេសដើម្បីយកមកប្រាស់លើការអភិវឌ្ឍនិងស្ដារសេដ្ឋកិច្ចជាតិឡើងវិញនៅក្នុងប្រទេសចំពោះជំនួយបរទេសទាំងនោះរួមមានទាំងជំនួយអត់សំណងនិងកម្ចីការប្រាក់ទាបជាពិសេសគឺពីប្រទេសចិនតាមការប៉ាន់ស្មានក្នុងមួយឆ្នាំប្រទេសកម្ពុជាបានទទួលប្រាក់ជំនួយបរទេសប្រមាណ$1000 លានសហរដ្ឋអាមេរិកហើយប្រាក់ជំនួយបរទេសទាំងនេះបានជំរុញឲ្យកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការអភិវឌ្ឍធនធានមនុស្សប៉ុន្តែអ្នកសេដ្ឋកិច្ចបានប្រមានថាប្រទេសកម្ពុជាត្រូវកសាងមូលដ្ឋានសេដ្ឋកិច្ចឬមូលដ្ឋានអភិវឌ្ឍធនធានមនុស្សមួយអភិវឌ្ឍមួយប្រកបដោយចីរភាពដែលចាំបាច់ត្រូវតែជៀសផុតអំពីការពឹងជំនួយខ្លាំងទៅលើបរទេសដែលមិនមានស្ថិរភាពនោះបច្ចុប្បន្ននេះយើងឃើញថាទុនបំរុងបរទេសរបស់កម្ពុជានៅសល់ចំនួនតម្លៃទុនបំរុងអន្តរជាតិនៃឆ្នាំ2024គឺប្រមាណ$22.5 លានសហរដ្ឋអាមេរិកហើយនៅឆ្នាំ2025ទុនបំរុងនេះបានបន្តកើនឡើងទៅជិតដល់$24.7 លានសហរដ្ឋអាមេរិកពិតមែនតែទុនបំរុងនេះនៅសល់មានចំនួនច្រើនក្តីប៉ុន្តែអ្នកសេដ្ឋកិច្ចបានលើកឡើងថាប្រទេសកម្ពុជាគួរប្រើប្រាស់ទុនបំរុងនេះសម្រាប់បំពេញការចំណាយរដ្ឋបាលស្របពេលដែលកម្ពុជាមានអនុភាពថវិកាជារៀងរាល់ឆ្នាំជាពិសេសគឺនៅឆ្នាំ2025និងឆ្នាំ2026នេះនៅពេលដែលកម្ពុជាមានសង្គ្រាមយ៉ាងបង្ហូរឈាមនិងការបំផ្លិចបំផ្លាញការឈ្លានពានទឹកដីយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃឈ្លានពានដូចនេះការប្រើប្រាស់ទុនបំរុងបរទេសប្រកបដោយប្រសិទ្ធភាពនិងជំរុញឲ្យកម្ពុជាទទួលបាននូវកំណើនសេដ្ឋកិច្ចខ្ពស់និងការកាត់បន្ថយការពឹងលើជំនួយបរទេសបានយ៉ាងឆាប់រហ័សនៅក្នុងការសិក្សាស្រាវជ្រាវប្រកបដោយភាពច្បាស់លាស់ស្ថាប័នអភិវឌ្ឍសេដ្ឋកិច្ចនានាទាំងនៅក្នុងសេដ្ឋកិច្ចនៅក្នុងស្រុកនិងអន្តរជាតិរួមមានធនាគារអភិវឌ្ឍអាស៊ីនិងធនាគារពិភពលោកជាដើមបានរកឃើញថាប្រទេសកម្ពុជានឹងហក់ចូលទៅក្នុងប្រទេសដែលមានចំនួនខ្ពស់នៅក្នុងរយៈពេលខាងមុខក៏ប៉ុន្តែហេតុផលនេះម្ចាស់ជំនួយបរទេសនឹងកាត់បន្ថយទឹកប្រាក់ដែលផ្ដល់ឲ្យកម្ពុជាម្ដងបន្តិចដោយសារតែប្រទេសកម្ពុជាលែងជាប្រទេសក្រីក្រទៀតហើយពោលគឺរយៈពេល25ឆ្នាំកន្លងមកនេះអត្រាកំណើនសេដ្ឋកិច្ចមធ្យមប្រហែល6ទៅ7%ក្នុងមួយឆ្នាំនៅក្នុងវិស័យសំខាន់រួមមានវិស័យវិជ្ជាភ័ណ្ឌកាត់ដេរសម្លៀកពាក់និងផលិតកម្មទេសចរសំណង់និងអចលនទ្រព្យកសិកម្មកែច្នៃដែលនាំឲ្យកំណើននេះធ្វើឲ្យចំណូលជាតិនិងចំណូលប្រជាពលរដ្ឋខ្មែរមានការកើនឡើងយ៉ាងច្បាស់លាស់ជុំវិញបញ្ហានេះអ្នកសេដ្ឋកិច្ចបានលើកជាសំណួរថាតើកម្ពុជាមានមូលដ្ឋានអភិវឌ្ឍអ្វីខ្លះដើម្បីធានាឲ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅពេលដែលសហគមន៍អន្តរជាតិមិនបន្តផ្ដល់ជំនួយដូចមុនទេនោះករណីនេះអ្នកជំនាញផ្នែកឯកទេសវិស័យសាធារណៈនិងគ្រប់គ្រងសេដ្ឋកិច្ចរបស់ធនាគារពិភពលោកប្រចាំកម្ពុជាលោកអះអាងថាប្រទេសកម្ពុជាគួរប្រើប្រាស់ទុនបំរុងបរទេសដើម្បីកសាងមូលដ្ឋានអភិវឌ្ឍប្រទេសកម្ពុជាក៏ប៉ុន្តែលោកបានបញ្ជាក់ច្បាស់ថាការយកទុនបំរុងអន្តរជាតិ
នេះមកប្រើប្រាស់អាចមានហានិភ័យខ្ពស់ពីព្រោះទុនបំរុងគឺជាទុនដែលទុកសម្រាប់ចំណាយនៅពេលដែលមានហេតុការណ៍ឬគ្រោះអាសន្នណាមួយកើតឡើងចំពោះប្រទេសដូចជាករណី COVID-19 ករណីថៃឈ្លានពានកម្ពុជាជាដើមជាក់ស្ដែងប្រទេសកម្ពុជាធ្លាប់បានយកទុនបំរុងប្រមាណ 2% នៃផលិតផលក្នុងស្រុកសរុបមកប្រើប្រាស់ដើម្បីទប់ទល់វិបត្តិសេដ្ឋកិច្ចសកលនិងវិបត្តិនានាក្នុងរយៈពេលកន្លងទៅដូចនេះប្រទេសកម្ពុជាបានរក្សាទុកទុនបំរុងជាប្រាក់ដុល្លារអាមេរិកនៅធនាគារជាតិកម្ពុជាដែលជាយុទ្ធសាស្ត្រមួយដ៏ល្អសម្រាប់សេដ្ឋកិច្ចជាតិចំពោះទុនបំរុងដែលមានប្រភពមកពីលំហូរវិនិយោគទុនបរទេសនិងការធ្វើពាណិជ្ជកម្មអន្តរជាតិគឺកម្ពុជាក៏បានវិកខ្ចប់រក្សាទុកបានល្អប្រសើរដែរសូមបញ្ជាក់ថាបច្ចុប្បន្នដំណើរការអភិវឌ្ឍប្រទេសកម្ពុជាដោយពឹងលើពាណិជ្ជកម្មក្រៅប្រទេសនិងការចំណាយរបស់រដ្ឋាភិបាលកម្ពុជាភាគច្រើនពឹងលើជំនួយបរទេសការផ្ដល់ឲ្យសហគមន៍អន្តរជាតិនេះដោយសារតែកម្ពុជាចាប់យករបបសេដ្ឋកិច្ចទីផ្សារសេរីនិងកែប្រែរចនាសម្ព័ន្ធដឹកនាំប្រទេសតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីនិងពហុបកនៅកន្លែងនេះគោលការណ៍គឺមានតែនៅលើក្រដាសតាំងពីឆ្នាំ2016រហូតដល់ឆ្នាំ2026មានរយៈពេល10ឆ្នាំហើយគឺថាគោលការណ៍ប្រជាធិបតេយ្យសេរីពហុបកគឺនៅលើតែក្រដាសទេបច្ចុប្បន្នកម្ពុជាដឹកនាំដោយរបបឯកបកជាការពិតដែលមិនអាចប្រកែកបានចំណុចនេះហើយដែលក្នុងคลิปមុនខ្ញុំបានលើកឡើងថារដ្ឋាភិបាលកម្ពុជាគួរតែកែប្រែនៅអ្វីមួយជាយុទ្ធសាស្ត្រនិងជាកិច្ចការពិតប្រាកដនៅក្នុងរបបនយោបាយរបស់ខ្លួនដើម្បីឲ្យសហរដ្ឋអាមេរិកអាចចាប់កម្ពុជាគឺជាដៃគូយុទ្ធសាស្ត្រពិតប្រាកដជាមួយគ្នានេះដែរជារៀងរាល់ឆ្នាំដំណើរការអភិវឌ្ឍប្រទេសកម្ពុជាបានសម្រេចលទ្ធផលច្រើនគួរឲ្យកត់សម្គាល់ដូចជាអត្រាភាពក្រីក្របានថយចុះមកត្រឹម 20% បាទការថយចុះមកត្រឹម 20% និងកំណើនសេដ្ឋកិច្ចសម្រេចបាន 7% ជាមធ្យមដោយសារភាពអនុគ្រោះពីអន្តរជាតិឬជាជំនួយបរទេសប្រសិនបើកម្ពុជាអាចសម្រេចបានកំណើនសេដ្ឋកិច្ចនេះក្នុងរយៈពេលវែងខាងមុខចំណូលរបស់ប្រជាពលរដ្ឋកម្ពុជានឹងហក់ឡើងដល់ប្រទេសចំនួនមធ្យមការសម្រេចបាននេះនឹងជំរុញប្រទេសកម្ពុជាត្រូវកសាងមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួនដើម្បីកាត់បន្ថយការពឹងផ្អែកលើជំនួយបរទេសដូចនេះដើម្បីកាត់បន្ថយការពឹងផ្អែកលើជំនួយបរទេសកម្ពុជាគួរតែប្រើប្រាស់ទុនបំរុងបរទេសដែលជាសក្តានុពលមួយល្អសម្រាប់កសាងមូលដ្ឋានសេដ្ឋកិច្ចជាតិហេតុផលមួយចំនួនដែលប្រទេសកម្ពុជាត្រូវយកទុនបំរុងនោះមកប្រើប្រាស់ដោយសារកម្ពុជាមានស្ថិរភាពនយោបាយនិងគ្មានសង្គ្រាមក៏ប៉ុន្តែទុនបំរុងនេះបច្ចុប្បន្នគឺมันអាចយកមកប្រើប្រាស់បានទៀតទេពីព្រោះកម្ពុជាស្ថិតនៅក្នុងសង្គ្រាមរយៈពេលជាតិសរុបទៅជិត1ខែទាំងពីរលើកនេះធ្វើឲ្យកម្ពុជាខ្ទេចខ្ទាំសេដ្ឋកិច្ចជាពិសេសគឺសេដ្ឋកិច្ចទៅតាមបណ្ដោយព្រំដែនកម្ពុជាថៃតែម្ដងក្រៅពីការប្រើប្រាស់ទុនបំរុងបរទេសប្រទេសកម្ពុជាអាចមានប្រភពចំណូលនានាមកពីការអភិវឌ្ឍប្រទេសជាងការពឹងផ្អែកលើជំនួយបរទេសជាក់ស្ដែងប្រទេសកម្ពុជាមានប្រភពចំណូលសំខាន់3ទី1ចំណូលសារពើពន្ធដែលសំដៅលើពន្ធលើប្រាក់បៀវត្សពន្ធលើប្រាក់ចំណេញនិងពន្ធគយរួមទាំងពន្ធអាករផ្សេងទៀតទី2ចំណូលមិនមែនសារពើពន្ធមានដូចជាចំណូលពីព្រៃឈើចំណូលបានមកពីការជួលសហគមន៍រដ្ឋប្រេសនីវិស័យសារគមនាគមន៍វិស័យគមនាគមន៍និងចំណូលកូតាទី3ចំណូលមូលធនដែលបានមកពីការធ្វើឯកជនភាវូបនីយកម្ម privatization ប៉ុន្តែបច្ចុប្បន្នការយកទុនបំរុងប្រើប្រាស់បរទេសមកប្រើប្រាស់គឺជារឿងសំខាន់ដើម្បីកាត់បន្ថយនឹងការពឹងផ្អែកជំនួយបរទេសបានមួយកម្រិតដូចនេះដើម្បីដឹកនាំប្រទេសកម្ពុជាអាចជៀសវាងការពឹងផ្អែកលើជំនួយបរទេសបានកម្ពុជាត្រូវមានផែនការយុទ្ធសាស្ត្រច្បាស់លាស់និងអនុវត្តបានជាក់ស្ដែងដោយអនុវត្តនៅគោលនយោបាយជាតិសេដ្ឋកិច្ចគោលនយោបាយសេដ្ឋកិច្ចជាតិដូចខាងក្រោមនេះ1ការពង្រឹងសេដ្ឋកិច្ចក្នុងស្រុក Domestic Economic Strength កម្ពុជាត្រូវពង្រីកឧស្សាហកម្មផលិតកម្មក្នុងស្រុកកាត់បន្ថយការនាំចូលទំនិញមូលដ្ឋានការបង្កើតការងារដែលមានប្រាក់ចំណូលខ្ពស់ការលើកកម្ពស់ SME និង Startup និងការផ្ដល់នូវប្រាក់កម្ចីទៀតសម្រាប់បណ្ដុះបណ្ដាលគ្រប់គ្រងនិងបច្ចេកវិទ្យាដល់ពលរដ្ឋដែលមានចំណូលទៀតផងដែរ2ការអប់រំធនធានមនុស្សដោយផ្ដោតទៅលើវិស័យ STEM, TVET និង Digital Skill ភ្ជាប់ការពិភាក្សាសូមអភ័យទោស
កបការសិក្សាជាមួយទីផ្សារការងារការទប់ស្កាត់នៅការបោះបង់ការសិក្សារបស់យុវជនដោយបង្កើតឱកាសការងារនៅក្នុងស្រុករួមទាំងទប់ស្កាត់ការចំណាក់ស្រុកផងដែរការពង្រឹងប្រាក់ចំណូលពន្ធរដ្ឋដោយការកែតម្រង់និងពង្រីកមូលដ្ឋានពន្ធដោយស្មារតីគ្នានិងកាត់បន្ថយការរួចពន្ធនិងអំពើពុករលួយដោយផ្ដោតលើការគ្រប់គ្រងចំណាយរដ្ឋឲ្យមានប្រសិទ្ធភាពចំណុចនេះគឺកម្ពុជាត្រូវតែពង្រឹងលើវិស័យមួយដែលច្បាស់លាស់បំផុតគឺយុត្តិធម៌និងការកម្ចាត់អំពើពុករលួយ4អភិវឌ្ឍសេដ្ឋកិច្ចកសិកម្មនិងសន្តិសុខស្បៀងអាហារដោយបំលែងពីកសិកម្មប្រពៃណីទៅជាកសិកម្មបច្ចេកវិទ្យាមានការកែច្នៃផលិតផលកសិកម្មក្នុងស្រុកនិងការគ្រប់គ្រងកសិករឲ្យនាំចូលផលិតផលរបស់ខ្លួនទៅក្នុងទីផ្សារដោយផ្ទាល់5បង្កើនការវិនិយោគលើធនធានជាតិគ្រប់គ្រងធនធានធម្មជាតិឲ្យមានតម្លាភាពដោយបង្កើតមូលនិធិទ្រព្យសម្បត្តិរដ្ឋសម្រាប់អនាគតរបស់ពលរដ្ឋនិងការទាក់ទាញការវិនិយោគនៅខាងក្នុងដែលផ្ទេរបច្ចេកវិទ្យាមកវិស័យអប់រំក្នុងស្រុកដោយផ្ទាល់6ការពង្រីកវិស័យបច្ចេកវិទ្យានិងសេដ្ឋកិច្ច Digital រួមទាំងការលើកកម្ពស់ការបង្កើត Digital ID និង Data Economy រួមទាំងអភិបាលកិច្ច Governance ប្រសើរពង្រឹងច្បាប់នៅប្រព័ន្ធតុលាការឯករាជ្យក្នុងបរិយាកាសវិនិយោគដែលមានទំនុកចិត្តពីក្នុងស្រុកនិងបរទេស8ពង្រឹងនយោបាយការបរទេសដែលមានសមតុល្យទំនាក់ទំនងសេដ្ឋកិច្ចពហុទិសជៀសវាងការប្រែប្រួលជំនួយបរទេសឲ្យคล้ายទៅជាឧបករណ៍នយោបាយដោយផ្ទាល់ដូចជាករណីជំនួយនិងកម្ចីរបស់ប្រទេសចិនជាដើមដោយប្រកាន់យកគោលការណ៍ឯករាជ្យសេដ្ឋកិច្ចធនធានមនុស្សខ្លាំងដែលជាអភិបាលកិច្ចល្អឈានឆ្ពោះទៅការកាត់បន្ថយការពឹងផ្អែកលើជំនួយបរទេសនាអនាគតខ្ញុំសូមជូនអត្ថបទការដែលកម្ពុជាអាចជៀសផុតពីការពឹងផ្អែកលើជំនួយបរទេសនៅពេលនេះសូមដល់ការបញ្ចប់នៅពេលនេះបាទសូមអរគុណសូមក្រាបថ្លែងបង្គំសូមជម្រាបលា